ចិនសម្រុកទិញមាសបន្ថែមចំនួន15ខែជាប់គ្នាកើនដល់74លានអោនគិតត្រឹមខែមករាធនាគារកណ្ដាលចិន PBOC នៅតែបន្តប្រើយុទ្ធសាស្ត្រសម្រុកទិញមាសបន្ថែមជារៀងរាល់ខែក្នុងរយៈពេល15ខែជាប់គ្នាដែលធ្វើឲ្យចំនួនមាសបំរុងសរុបរបស់មហាជាអាស៊ីមួយនេះកើនឡើងដល់ទៅ 74.19 លានអោនបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី7ខែកុម្ភៈមាសបំរុងសរុបរបស់ប្រទេសចិនប្រសិនបើគិតជាលុយមានចំនួនដល់ទៅ 36,958 លានដុល្លារបើធៀបនឹងខែធ្នូមានត្រឹមតែ 31,945 លានដុល្លារប៉ុណ្ណោះនេះបើយោងតាមរបាយការណ៍ពីធនាគារកណ្ដាលចិន PBOC ការកើនឡើងនៅតម្លៃមាសបំរុងសរុបរបស់ប្រទេសចិននេះកើនឡើងចំពេលតម្លៃមាសនៅលើទីផ្សារពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំងដោយគិតត្រឹមខែមករាប៉ុណ្ណោះតម្លៃមាសបានហក់ឡើងដល់កំណត់ត្រាជិត 5,600 ដុល្លារក្នុង1អោនទោះបីជាការប្រើប្រាស់មាសជារួមនៅចិនដាំក្បាលជោគ 3.75% ក្នុងឆ្នាំ2025ក៏ដោយប៉ុន្តែតម្រូវការមាសដុំនិងកាក់មាសបែរជាហក់ឡើងរហូតដល់ 35.14% ប្រការនេះបញ្ជាក់ថាប្រជាជនចិនកំពុងងាកមកសន្សំមាសទុកក្នុងទម្រង់ជាទ្រព្យសម្បត្តិសុវត្ថិភាពពោលគឺច្រើនជាងការទិញមាសសម្រាប់ការធ្វើគ្រឿងអលង្ការពាក់លម្អខ្លួនគួរកត់សម្គាល់ថាធនាគារកណ្ដាលចិនធ្លាប់បានផ្អាកទិញមាសមួយរយៈកាលពីខែឧសភាឆ្នាំ2024ក្រោយពីសម្រុកទិញមាសជាប់គ្នាអស់រយៈពេល18ខែប៉ុន្តែ6ខែក្រោយមកនេះមហាជាអាស៊ីមួយនេះបានត្រឡប់មកវាយលុកទីផ្សារមាសវិញយ៉ាងសកម្មរហូតដល់ពេលបច្ចុប្បន្នដោយក្នុងបំណងកាត់បន្ថយការពឹងផ្អែកលើរូបិយប័ណ្ណបរទេសនិងពង្រឹងស្ថិរភាពសេដ្ឋកិច្ចជាតិ